ថាលៀបសឥឡូវខ្ញុំឃើញស្ងាត់ជ្រាបបាត់ញ៉ាំទិញពីចិនស្លេណាម៉ៃមកពីចិនខ្ញុំមានអីថ្មីទេមានតែកញ្ចប់ថ្មីយកមកអានបកដំបូងថាចង់អានបកតើមកប្រអប់ពីប្រអប់កុំឲ្យវីដេអូវែងពេកប៉ុន្តែសតើវ៉ាន់ត្រូវផលលើកចុះលើកឡើងឥឡូវមកស្បោងមាន6កេសប៉ុន្តែដោយអាវ៉ាន់ខ្លះចឹងខ្ញុំចាប់បញ្ចូលគ្នាអានេះវា3កេសចូលគ្នា1កេសចឹងទៅ Bio លើមកទិញពីចិនអត់មាន fake អីទេ flagship store របស់គេលក់អត់ស៊ីនដូចគ្នាខ្ញុំឃើញគេល្បីនាំគ្នាទិញឲ្យតម្លៃធូរជាងច្រើនអញ្ចឹងខ្ញុំមិនដែលប្រើ Bio ទៅមកនឹងពីមុនមកឯងតំតសាកលើកដំបូងហ្នឹងចែកគ្នាមួយពូម៉ាក់ម្នាក់មួយហើយទៅទិញអាទូចនេះសម្រាប់ពេលទៅដើរលេងអីដែរ yes free serum ជាមួយនឹងសលេងជូតមុខមកដឹងថាក្នុង set ហ្នឹងគេ free សលេងជូតមុខក៏ទិញសលេងនៅក្រៅថែមខ្លួនឯងពីប្រអប់ទៀតស្មើប្រអប់ដូចជាម៉ាន 3-4 រៀលអី50ប្រទេសស្លេណាម៉ៃមកពីចិនខ្ញុំឃើញគេមករយៈហ្នឹងគេនាំពីប្រើរបស់ចិនច្រើនណាស់យកតម្លៃធូរមែនប៉ុន្តែបោកថ្លៃដឹកមួយកេសនេះថ្លៃដឹកប្រហែល3រៀលអីទៀតថ្លៃអាហ្នឹងវាធូរវេរបស់អីក៏ធូរដែរចិនណោះថ្លៃទៅដឹកទេមានច្រើនមុខខ្ញុំពេលហ្នឹងប្រហែលជាខ្ញុំយកគ្រប់សាយប្រភេទខោហ្មងខោស្លៀកក៏ដោយសម្រាប់អ្នកសាច់ sensitive សលេងវាអត់ roll បើខ្ញុំប៉ះសលេណាម៉ៃងាយបានទេដាក់ទៅ roll មួយខែ roll ម្ដងតម្រាំវាជា2អាទិត្យដល់ថ្ងៃមកវិញទៀតបាត់ OHBT នេះមករយៈមុនគេ viral លេរបស់គេនេះថាលៀបសឥឡូវខ្ញុំឃើញស្ងាត់ជ្រាបបាត់ខ្ញុំអត់ទាន់បានអានបកប្រើថាវាសមែនអត់ទេព្រោះទិញពេលគេល្បីមកដល់ឥឡូវខ្ញុំទិញទុកចោលចូលកន្លះឆ្នាំឥឡូវស្ងាត់ជ្រាបបាត់ហើយបានន័យថាអត់សហើយបើសិនជាសផ្ទុកផ្អើលពេញហ្នឹងឯងអាវ៉ាន់ចិនណាខ្ញុំទិញជា therapy ហ្មងខ្ញុំចុច order ខ្ញុំមុនចូលដេកគឺខ្ញុំ order រហូតអញ្ចឹងបើសួរសុំ link សុំតម្លៃណាម៉ានអីខ្ញុំពិបាករកមែនតើអញ្ចឹងទៅបានខ្ញុំអត់សូវជាបាន share ចែកម្លែកអីច្រើនតាក់ទងនឹង link អីហ្នឹងព្រោះបើណាខ្ញុំទិញថ្មីចាំពេលខ្ញុំអានបកអ្នកនរនេះសុំចាំពេលដែល link វានៅលើគេខ្ញុំ copy ឲ្យប៉ុន្តែដល់ពេលវាចុះទៅក្រោមអស់ហើយដូចខ្ញុំទិញទុកចោលកន្លះឆ្នាំអញ្ចឹងអ្នកនរនេះខ្ញុំ scroll ណាជួនខ្ញុំទិញ1688ជួនទិញថោប៉ោជួនទិញពីតដល់អញ្ចឹងវារៀងពិបាកក្នុងការរក link មើលខ្ញុំមើលអាលេនឹងតិចមើលមួយរយៈមុនគេល្បីលេអាពណ៌កាឈូក៏ផ្លេចបាត់ VHE ចេះខ្ញុំក៏ទិញមកសាកដែរសួរអសអត់គ្មានតសស្អីទៅណាទេបើសិនជាយើងប្រើជាប្រចាំស្បែករបស់យើងវាមានសំណើមគឺវានឹងភ្លឺថ្លាឃើញសាច់យើង glow skin បែប healthy skin ចេញពីក្នុងតែអ្នកនរគ្នា expect ថាបដូរសបល់ដូចខ្មែរយើងគេចូលចិត្តមុខខ្មៅខ្លួនសអីហ្នឹងលេបបិឆោតលាបទៅខ្ញុំឃើញគេលាបលេគេល្បីថាសគ្រប់គ្នាលេលាយអីហ្នឹងខ្ញុំទៅទិញមកលាបតាមគេដែរអត់មានសអីទេព្រោះថាខ្ញុំវាបានព្យាយាមរហូតដល់លាប30-40កំប៉ុងក្នុងមួយ brand ហ្នឹងឯងព្រោះតែលាបកំប៉ុងមួយខែហ្នឹងអត់មានឃើញកម្រិតទៅណាផងនិយាយឲ្យម្យ៉ាងខ្ញុំអត់ចេះឃ្លុំទេនិយាយមែនអាលាបលេហ្នឹងជួនកាលនេះមានអារម្មណ៍ថារៀងអស់កម្លាំងធីងធងគិតអីអត់ចេញស្មុគស្មាញអីច្រើនពេកខ្លះក៏មកពីលេលាយដែរណាក្នុងនោះវាមាន steroid ខ្ញុំចំណាំមើលពីម្ដងហើយពេលដែលខ្ញុំចាប់ផ្ដើម start លាបលេហ្នឹងវិញខ្ញុំរៀងអត់សូវមានកម្លាំងអសេះអសោះក្នុងខ្លួនដែរម៉ានដូចជាពី3ដងខ្ញុំលាបឲ្យឈប់ឲ្យទៅពេលចាប់ដើមទៀតវិញខ្ញុំមានអារម្មណ៍ថាអញ្ចឹងបើសិនជាអ្នកនរគ្នាមានបញ្ហារបៀបអញ្ចឹងហើយខ្លួនឯងលាបលេលាយគិតឡើងវិញព្រោះក្នុងនោះវាមានប្រអប់ពេទ្យក៏គេចេញនិយាយដែរហ្នឹងឥឡូវខ្ញុំឈប់លាបវិញទៀតហើយខ្ញុំឈប់ហើយខ្ញុំវាឆ្ងល់វាច្រើនដងហើយម្ដងគេល្បីអា brand នេះម្ដង brand នោះហ៎ឆ្ងល់ចេះទិញមកសាកឈឺអានេះក៏អូបរបៀបម្សៅមានអីក៏អូបប្រហើតាសាច់លេរបស់គេដាក់លើដៃយើងមានអារម្មណ៍ថាវាតិចវាសំណើមហ្មងបើអ្នកនរគ្នាប្រើជាប់អាចនឹងខ្លាចសាច់ចាំមើលខ្ញុំសាកសិនបើសិនខ្ញុំចូលចិត្តខ្ញុំនឹងទិញអាហ្នឹងលាបឲ្យបានមួយឆ្នាំមើលហើយទៅ ingredient គេដូចថាមានតែប្រភេទ active ingredient hyaluronic acid niacinamide អញ្ចឹងនិយាយទៅអានេះខ្ញុំ check ingredient សិតតែល្អ skin សម្រាប់ skin care ដែរប្រើប្រាស់រាល់ថ្ងៃមួយថ្ងៃ2ដង3ដងអី300 ml នេះខ្ញុំលាបយ៉ាងច្រើន2អាទិត្យអស់លាបលេគឺស្រោចអញ្ចឹងហ្មងអញ្ចឹង300 ml សម្រាប់ខ្ញុំអស់ហើយ2អាទិត្យសំណើមល្អអ្នកនរលាបទៅវានៅជាប់នៅហ្នឹងវាអត់មានស្ងួតទៅបាត់ហើយសាច់ឃើញទន់ដែរ shower oil បើហ្នឹងក៏ល្បីដែរគេថាវាក្លិនក៏អូបមែនតែវាមិនមែនក៏អូប expensive វាក៏អូបរបៀបរបស់ទូទៅឬគេថាប្រើជំនួសអានេះបានអានេះខ្ញុំទំតសាកលើកទី1ដែរទេគេល្បីថាប្រើឲ្យទន់សាច់អាឡូងមានសំណើមអីចឹងខ្ញុំមិនដឹងថាគីឡូសាច់ខ្ញុំទន់ស្រាប់អត់ទេព្រោះពេលដែលខ្ញុំប្រើនេះហើយសម្រាប់ខ្ញុំគឺធម្មតាសាច់ខ្ញុំអត់មានហុនហូមទេហូមទូចស្ដើងមែនតើណោះដាក់នេះមកខ្ញុំអត់មានថាកម្រើទៅណាទេថាក៏អូបខ្លាំងអីជាប់ខ្លួនជាប់អីសម្រាប់ខ្ញុំដាក់មកអស់លីងតែបើក្លិនខ្ញុំចូលចិត្តក្លិនអាប្រភេទអញ្ចេះជាងក្លិនវាចេញមកក្លិនធម្មជាតិតែមិនមែនក្លិន artificial scent ដូចអានេះចេញពពុះចឹងហ៎ចឹងនេះអូក្រៀតវាបែកពពុះអញ្ចឹងតែអានេះមានអារម្មណ៍ថាមានជាតិសាប៊ូក្នុងនឹងច្រើនខ្ញុំមិនដឹងទេតែខ្ញុំមានអារម្មណ៍ថា it's not that good already តែចាំប្រើសិនពួកគេល្បីដែរតែឥឡូវឆ្លាញ់ packaging អវ៉ាន់ចិនមែនតានេះអាប្រភេទអញ្ចឹងណាហើយអានេះពណ៌ rose gold វាស្អាតមែនតើ body oil N4 ខ្ញុំឃើញគេរៀងល្បីខ្លាំងដែរ Double Rose Essence Body Oil មុខខ្ញុំប្រេងតែខ្លួនខ្ញុំស្ងួតហើយខ្ញុំអត់ចេះដេកទាំងស្ងួតទេខ្ញុំរលើបរលោងអីហ្នឹងខ្ញុំចូលចិត្តហ្មងក្លិនផ្កាកលាបហ្មងគេថាសាច់របស់វាស្ដើងជាង Body Oil ទូទៅអញ្ចឹងអានេះពេលដែលលាបចូលហើយគឺអស់អ្នកនេះអត់ឃើញលើបឡងហងនេះបាញ់មកប៉ុណ្ណេះ
ក្លុកទៅសាច់របស់គេចេញអញ្ចឹងអានេះជា body lotion ប៉ុន្តែអត់លាបទេគឺបាញ់សម្រាប់អ្នកអត់ចង់សាច់លេក្រាស់ៗអីចឹងដឹងសាក់មិនដឹងឯនេះដៃខ្ញុំលាបច្រើនអីអូចឹងសាច់ត្រជាក់ដូចយើងលាបលេដែរតំណងប្រើសិនបើសិនជាណាល្អហើយខ្ញុំរៀងតនេចាំខ្ញុំ review នេះគ្រាន់តែ testing ឯងអានេះម៉ាស់គេថែមឲ្យអានេះទៅបាញ់បន្ទប់ទឹកទិញទុកដាក់តាមខ្លួន travel អីចឹង Pure Scent Instant Spray អារបៀបយើងបាញ់បន្ទប់ទឹកកុំឲ្យវាធំស្អុយហើយក៏គេមានសម្រាប់មេរោគនិងធ្វើឲ្យក្លិនល្អក្នុងពេលតែមួយនេះក្លិន raspberry ហើយអានេះក្លិន lime ហាហើយដាក់រូបតាពាំងបាយជូរដាក់រូប raspberry ត្រូវហើយប៉ុន្តែទៅជាពណ៌អញ្ចេះវិញពណ៌ blueberry ហើយដល់ពេលអានេះក្លិន lime ហើយទៅដាក់រូបតាពាំងបាយជូរអាមិនទេដាក់ចោលតាមឡានទៅគេលោចូលបន្ទប់ទឹកសាធារណៈអីចឹងអានបើកអស់ហើយបាយបាយ